សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងទាំងពីរនាក់មានលំហាត់ប្រាណសម្រាប់ខ្លាញ់នៅលើក្បាលពោះមកចែកមេទៅបងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលគាត់ត្រូវការក្បាលពោះរាបស្មើស្អាតអាចសាកល្បងអនុវត្តលំហាត់ប្រាណនេះបានឥឡូវនេះយើងចូលលំហាត់ប្រាណទី1តែម្ដងយើងដាក់ខ្នងឲ្យរាបជាមួយនឹងកម្រាលកែងដៃរបស់យើងខាងឆ្វេងលុតទៅរកជើងរបស់យើងខាងស្ដាំកែងដៃស្ដាំលុតទៅរកជើងរបស់យើងខាងឆ្វេងហើយយើងអនុវត្តរយៈពេល30វិនាទីចូលមកដល់លំហាត់ប្រាណរបស់យើងទី2យើងដាក់ដៃកែងជាមួយនឹងដងខ្លួនបន្ទាប់មកយើងបង្វិលតាគៀករបស់យើងនៅពេលដែលយើងបង្វិលទៅមកហ្នឹងយើងត្រូវដកដង្ហើមចេញដកដង្ហើមចូលដង្ហើមសំខាន់ណាស់បងប្អូនបើសិនជាយើងដកដង្ហើមចេញដង្ហើមចូលអត់បានត្រឹមត្រូវទេវាអាចធ្វើឲ្យយើងហត់ខ្លាំងមែនទែនឥឡូវនេះយើងចូលមកដល់លំហាត់ប្រាណទី3វិញម្ដងបងប្អូនផ្អៀងខ្លួនវិញហើយយើងលុតដៃរបស់យើងខាងឆ្វេងទៅរកជង្គង់របស់យើងនឹងខាងឆ្វេងនៅពេលដែលបងប្អូនទាំងអស់គ្នាលាដៃលាជើងនឹងយើងដកដង្ហើមចេញពេលដែលយើងអុកចូលយើងដកដង្ហើមចេញយើងព្យាយាមធ្វើមួយបងប្អូនធ្វើម៉េចឲ្យយើងមានអារម្មណ៍ថាប៉ះត្រង់ផ្នែកចំហៀងនៃក្បាលពោះរបស់យើងចូលមកដល់លំហាត់ប្រាណទី4គឺយើងអនុវត្តដូចគ្នាទៅនឹងលំហាត់ប្រាណទី3អំបញ្ញមិញដែរប៉ុន្តែលើកនេះយើងប្រើជើងរបស់យើងខាងស្ដាំជាមួយនឹងដៃរបស់យើងខាងស្ដាំវិញម្ដងចូលមកដល់លំហាត់ប្រាណទី5បងប្អូនដាក់ខ្នងឲ្យអឹបជាមួយនឹងកម្រាលធ្វើយ៉ាងណាកុំឲ្យខ្នងរបស់យើងហើបចេញពីកម្រាលបើមិននឹងឆ្នេះទេវាអាចធ្វើឲ្យយើងមានបញ្ហាឈឺចង្កេះបន្ទាប់មកជើងរបស់យើងដាក់ឲ្យត្រង់ហើយយើងទម្លាក់ជើងរបស់យើងទៅខាងក្រោមឆ្លាស់គ្នាឆ្វេងស្ដាំនៅពេលដែលយើងទម្លាក់ជើងចោះយើងដកដង្ហើមចេញលើកជើងឡើងយើងដកដង្ហើមចូលចូលមកដល់លំហាត់ប្រាណទី5យើងដាក់ទម្រង់ខ្លួនដូចជាទម្រង់អង្គុយប៉ុន្តែខ្លួនរបស់យើងរាងទេបន្តិចបន្ទាប់មកទៀតយើងលើកជង្គង់របស់យើងនឹងអុកមករកកែងដៃរបស់យើងឆ្វេងស្ដាំឆ្លាស់គ្នាចូលមកដល់លំហាត់ប្រាណទី6បងប្អូនដាក់ខ្នងឲ្យអឹបជាប់នឹងកម្រាលបន្ទាប់មកយើងលាដៃហើយនឹងលាជើងរបស់យើងត្រង់ដៃរបស់យើងខាងស្ដាំយើងងើបទៅប៉ះជើងរបស់យើងនឹងខាងឆ្វេងនៅពេលដែលយើងងើបបងប្អូនទាំងអស់គ្នាប្រឹងដកដង្ហើមចេញពីពោះឲ្យអស់នៅពេលដែលបងប្អូនទាំងអស់គ្នាទម្លាក់ដៃចុះបងប្អូនទាំងអស់គ្នាបើកដង្ហើមចូលវិញចូលមកដល់លំហាត់ប្រាណទី7បងប្អូនអនុវត្តដូចគ្នាទៅនឹងលំហាត់ប្រាណទី6អំបញ្ញមិញដែរ ច
ចូលមកដល់លំហាត់ប្រាណទី8បងប្អូនទាំងអស់គ្នាដាក់ដៃស្របជាមួយនឹងដងខ្លួនបន្ទាប់មកយើងព្យាយាមលើកតាគៀករបស់យើងឡើងនិយាយទៅគេហៅថា side hold បងប្អូនយើងព្យាយាមទប់លំនឹងនៃដងខ្លួនរបស់យើងឲ្យនឹងដកដង្ហើមចេញដកដង្ហើមចូលរយៈពេល30វិនាទីចូលមកដល់លំហាត់ប្រាណទី9គឺយើងអនុវត្តដូចគ្នាទៅនឹងលំហាត់ប្រាណទី8អំបញ្ញមិញដែរប៉ុន្តែលើកនេះយើងប្រើដៃរបស់យើងខាងឆ្វេងលើកកម្លាំងខ្លួនរបស់យើងវិញម្ដងបងប្អូនចូលមកដល់លំហាត់ប្រាណទី10យើងដាក់ខ្នងឲ្យអឹបជាប់នឹងកម្រាលបន្ទាប់មកជើងរបស់យើងខាងឆ្វេងទៅរកដៃរបស់យើងខាងស្ដាំជើងរបស់យើងខាងស្ដាំទៅរកកែងដៃរបស់យើងខាងឆ្វេងប៉ុន្តែលើកនេះជើងរបស់យើងគឺយើងធ្វើត្រង់វិញម្ដងបងប្អូនតោះស៊ូៗបងប្អូនទាំងអស់គ្នាជិតចប់ហើយចូលមកដល់លំហាត់ប្រាណទី11ដាក់ជើងរបស់យើងបងប្អូនទាំងអស់គ្នាដាក់ទៅខាងមុខក៏បានដាក់ទៅខាងក្រោយក៏បានបន្ទាប់មកយើងទម្លាក់តាគៀករបស់យើងនៅពេលដែលយើងទម្លាក់តាគៀកចោលយើងដកដង្ហើមចេញលើកតាគៀកឡើងយើងដកដង្ហើមចូលចូលមកដល់លំហាត់ប្រាណទី12គឺយើងធ្វើដូចគ្នាទៅនឹងលំហាត់ប្រាណទី11វិញមិនដែរប៉ុន្តែលើកនេះយើងប្រើដៃរបស់យើងខាងឆ្វេងវិញម្ដងចូលមកដល់លំហាត់ប្រាណទី13បងប្អូនទាំងអស់គ្នាដាក់ជើងឲ្យកែងជាមួយនឹងភ្លៅបន្ទាប់មកទៀតដាក់ដៃខាងក្រោយក្បាលរបស់យើងហើយយើងព្យាយាមប្រើកម្លាំងពោះរបស់យើងលើខ្លួនរបស់យើងឡើងត្រឹមស្មាណាបងប្អូនទាំងអស់គ្នានៅពេលដែលយើងអនុវត្តបែបនេះគឺវាជួយសម្រាប់ខ្លាញ់នៅលើក្បាលពោះផ្នែកខាងលើរបស់យើងលំហាត់ប្រាណទី14យើងដាក់ខ្នងរបស់យើងឲ្យអឹបជាប់នឹងកម្រាលបន្ទាប់មកជើងរបស់យើងខាងឆ្វេងហ្នឹងឲ្យដាក់ឲ្យត្រង់យើងលើកឡើងលើហើយនឹងទម្លាក់ចុះក្រោមដកដង្ហើមចេញលើកឡើងលើយើងប្រើដកដង្ហើមចូលវិញបងប្អូន ចូលមកដល់លំហាត់ប្រាណទី15គឺយើងអនុវត្តដូចគ្នាទៅនឹងលំហាត់ប្រាណទី14អំបញ្ញមិញដែរប៉ុន្តែលើកនេះគឺយើងប្រើជើងរបស់យើងខាងស្ដាំវិញម្ដង ច
មកដល់លំហាត់ប្រាណទី16យើងដាក់ខ្នងរបស់យើងអបជាប់នឹងកម្រាលបន្ទាប់មកកំពូលជើងកែងជាមួយនឹងភ្លៅយើងទម្លាក់ជើងរបស់យើងទៅចំហៀងខ្លួនឆ្លាស់គ្នាឆ្វេងស្ដាំនៅពេលដែលយើងដាក់ជើងរបស់យើងទៅចំហៀងខ្លួនហ្នឹងបងប្អូនទាំងអស់គ្នាធាក់ជើងរបស់យើងចេញឲ្យត្រង់ចូលមកដល់លំហាត់ប្រាណទី17បងប្អូនទាំងអស់គ្នាដាក់ខ្នងឲ្យអឹបជាប់នឹងកម្រាលដូចគ្នាបន្ទាប់មកយើងទម្លាក់ជើងរបស់យើងចុះហើយយើងលើកឡើងវិញតែលើកនេះគឺមិនធម្មតាទេបងប្អូនទាំងអស់គ្នាត្រូវឆ្លាស់ជើងរបស់យើងទៅខាងលើនិងចុះក្រោមហើយចាំលើកមកខាងលើបងប្អូនទាំងអស់គ្នាចង់ហាបកដូចគាត់ក៏បានឬមួយក៏ចង់ដាក់កឲ្យអឹបជាប់នឹងកម្រាលដូចជាខ្ញុំក៏បានចូលមកដល់លំហាត់ប្រាណទី18បងប្អូនទាំងអស់គ្នាដាក់ខ្នងឲ្យអឹបជាប់នឹងកម្រាលដូចគ្នាបន្ទាប់មកជើងរបស់យើងលុតជង្គង់ហើយបន្ទាប់មកទៀតគឺយើងធាក់ជើងរបស់យើងចេញលំហាត់ប្រាណនេះគឺជួយសម្រកខ្លាញ់ក្បាលពោះផ្នែកខាងក្រោមរបស់យើងស្រាលប៉ុន្តែដុតខ្លាំងណាបងប្អូនចូលមកដល់លំហាត់ប្រាណទី19បងប្អូនទាំងអស់គ្នាគេហៅថា side plank បន្ទាប់មកទៀតដៃរបស់យើងខាងស្ដាំគឺយើងលូកទៅខាងក្រោមខ្លួនរបស់យើងនៅពេលដែលយើងលូកឲ្យផុតបងប្អូនពលលំហាត់ប្រាណនេះជាគោលដៅរបស់យើងគឺយើងចង់សម្រកខ្លាញ់នៅលើចង្កេះរបស់យើងចូលមកដល់លំហាត់ប្រាណទី20គឺយើងអនុវត្តដូចគ្នាទៅនឹងលំហាត់ប្រាណអំបញ្ញមិញដែរប៉ុន្តែលើកនេះយើងប្រើដៃរបស់យើងខាងឆ្វេងទប់ខាងស្ដាំលុកចូលវិញម្ដងចូលមកដល់លំហាត់ប្រាណកូនពៅហើយបងប្អូនដាក់ខ្នងឲ្យអឹបជាប់នឹងកម្រាលជើងរបស់យើងព្យាយាមដាក់ត្រង់យើងទម្លាក់ចុះក្រោមហើយនឹងឡើងលើនៅពេលដែលយើងទម្លាក់ចុះក្រោមយើងទប់ដង្ហើមលើកឡើងលើយើងដកដង្ហើមចេញតោះស៊ូបងប្អូនទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចហាត់ជាមួយនឹងខ្ញុំរហូតមកដល់លំហាត់ប្រាណមួយចុងក្រោយនេះបងប្អូនទាំងអស់គ្នាលំហាត់ប្រាណរបស់យើងនៅក្នុងថ្ងៃនេះចប់ហើយប៉ុន្តែមុននឹងទៅណាបងប្អូនទាំងអស់គ្នាគួរតែ cool down ជាមុនសិនយើងដើម្បីឲ្យសាច់ដុំរបស់យើងកុំសូវឈឺពេកអញ្ចឹងណាបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនពេញចិត្តវីដេអូហាត់ប្រាណមួយនេះកុំភ្លេចចុច like ហើយនិង subscribe Channel YouTube របស់ពួកខ្ញុំម្នាក់មួយផងអរគុណច្រើនបងប្អូនទាំងអស់គ្នា